បាទរុនសួស្ដីពុកម៉ែបងប្អូនទាំងអស់នេះបាទអញ្ចឹងនេះគឺជាទីតាំងថ្មីមួយទៀតដែលយើងត្រៀមនឹងចាប់ផ្ដើមសាងសង់ទៅពេលឆាប់ខាងមុខនេះបងប្អូនទាំងអស់នេះបាទដែលបងប្រុសបងស្រីជាម្ចាស់ទេគឺគាត់ជាអ្នកភ្នំពេញទេប៉ុន្តែទីតាំងដែលគាត់ជ្រើសរើសនេះគឺនៅលើទឹកដីខេត្តកំពង់ស្ពឺជាប់ស្ទឹងព្រែកថ្នោតតែម្ដងបងប្អូនហើយຂະຫນາດដែលគាត់យកគឺ524កម្ពស់2ជាន់បាទហើយគាត់ក៏ជាអ្នកតាមដានមើលសិក្សាស្រាវជ្រាវយូរដែរហើយទៅគាត់សម្រេចចិត្តសាងសង់នេះបងប្អូនទាំងគ្នាបាទជាទីតាំងរបស់គាត់គឺវាស្លាស់ល្អហើយដីនេះជឿនៅរដូវប្រមូលដើមសាអញ្ចឹងគឺមានបងប្រុសដែលនៅទីតាំងនោះគឺគាត់ដាំសសក់ណាបងប្អូនគាត់ដាំបន្លែលក់បាទអញ្ចឹងមើលទៅតំណងបាទឥឡូវនេះគឺយើងគាត់យកមកផ្នែកដើម្បីសាងសង់ផ្ទះតិចកម្មបាទហើយຂະຫນາດគាត់ជារឿងគឺដូចបញ្ជាក់មិញអញ្ចឹងគឺ5x24 2ជាន់បងប្អូនបាទអញ្ចឹងខ្ញុំបានទៅពិនិត្យផ្ទាល់មើលឆែកអស់ហើយគឺមានគុណសម្បត្តិពាក់ព័ន្ធទៅនឹងលក្ខណៈសមស្របល្អសម្រាប់ជីវកម្មរបស់យើងមានទាំងទឹកមានទាំងភ្នំហើយប្លុកនេះគឺគេធ្វើកសិកម្មដោយសារមានប្រភពទឹកបាទបងប្អូនអរគ្នាអញ្ចឹងអំណោយផលសម្រាប់ជីវកម្មរបស់យើងហើយក៏មានការរំពឹងថាវានឹងកាន់តែប្រសើរឡើងបាទលទ្ធផលរបស់វាកាន់តែល្អបាទព្រោះវាមានលក្ខណៈអំណោយផលធម្មជាតិមកស្រេចទៅហើយណាបងប្អូនអរគ្នាហើយចឹងបងប្អូនអរគ្នាដែលមានបំណងចង់សាងសង់ផ្ទះជីវកម្មណាអាចចាប់ផ្ដើមបានណាអាចចាប់ផ្ដើមបានបាទអាចសាកសួរព័ត៌មានលម្អិតបានបាទមុននឹងបងប្អូនសម្រេចចិត្តជាងការសម្រេចចិត្តរបស់បងប្អូនទៅវាមានភាពស្ដាយក្រោយណាចឹងបងប្រុសបងស្រីមែនតើគាត់ចង់ធ្វើផ្ទះគាត់នៅភ្នំពេញដែរប៉ុន្តែខ្ញុំអត់ឲ្យធ្វើខ្ញុំឲ្យគាត់រកទីតាំងឲ្យខ្ញុំ 4-5 កន្លែងណាបាទទៅតែកន្លែងនេះមួយដែលយើងមើលទៅវាសមស្របក៏យើងសម្រេចឲ្យគាត់ធ្វើនៅទីតាំងនេះតែម្ដងបាទអញ្ចឹងរឿងទីតាំងគឺសំខាន់ដូចខ្ញុំបញ្ជាក់បងប្អូនតតែហ្នឹងបាទរឿងទីតាំងគឺសំខាន់យើងអាចចេះតែធ្វើអាចចេះតែសង់អាចចេះតែរើទៅព្រោះវាពាក់ព័ន្ធទៅនឹងលបឿនសัตว์ណាលបឿនសัตว์យឺតលឿនគឺវាពាក់ព័ន្ធទៅនឹងទីតាំងនេះឯងតែតោះនឹងបច្ចេកទេសយើងអត់បារម្ភទេព្រោះយើងធ្លាប់ធ្វើរាប់ពាន់ផ្ទះទៅហើយបាទគ្រូរបស់ខ្ញុំគឺគាត់ធ្វើរាប់ពាន់ផ្ទះចឹងវាអត់ចោលទេបងប្អូនទាំងអស់គ្នាបាទអរគុណសម្រាប់ការតាមដានទស្សនាបាទជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ